ទាំងស្លឹកទាំងផ្កាគឺថាដូចជាប់បេះដាក់តែបែរជាឈ្មោះថាផ្កាថ្មទៅវិញបងប្អូនធ្លាប់ស្គាល់ផ្កាមួយប្រភេទហ្នឹងអត់ងាយស្រួលដាំហើយក៏ងាយស្រួលថែទាំរីឯសម្រស់វិញគឺថាស្អាតខ្លាំងណាស់ថ្ងៃនេះខ្ញុំមកដាក់ដាំវានៅក្នុងផើងដើម្បីឲ្យឆាប់បានដុះកូនដុះចៅច្រើនផ្កាមួយប្រភេទនេះត្រូវការកម្ដៅត្រឹមតែ 50% ទេក្ដៅល្មមៗបានហើយបើសិនជាក្ដៅខ្លាំងគឺថាស្វិតទាំងស្លឹកហើយនឹងដើមគឺក្រៀមងាប់តែម្ដងដាក់ទឹកបាតចានចាក់មេជីមួយដំណក់ពីរដើម្បីយកទៅដាក់ត្រាំដើមដែលយើងកាត់យកមកដាក់ផ្សាំគឺយើងកាត់ឲ្យមានថ្នាំងផងណាបងប្អូនហើយយកមកដាក់ត្រាំឲ្យលិចថ្នាំងនឹងមកប្រហែលជា 4-5 នាទីចាំយកទៅដោតដីគឺថាសង្ឃឹមរស់វាដល់តែជាង 90% ឯណោះដោយសារយើងប្រើទឹកមេជីគឺវាជួយឲ្យដើមរបស់យើងធន់ទ្រាំនឹងអាកាសធាតុហើយរស់បានល្អពិធីមួយទៀតគឺថាហែកតែថងមកយើងដាក់ដាំទាំងដុលតែម្ដងទាំងរឹសទាំងអីណាបងប្អូនប៉ុន្តែគ្រាន់តែថាយើងធ្វើអញ្ចឹងគឺវាអត់បានពូជច្រើនទេចឹងយើងត្រូវការកាត់មែកវាដើម្បីយកមកដាក់ផ្សាំថែមទៀតពេលហ្នឹងយើងចង់បានពូជប៉ុន្មានក៏បានដែរហើយយើងប្រើទឹកមេជីមួយទៀតដើម្បីឲ្យប្រកាសថាពេលដែលយើងដាក់ផ្សាំហ្នឹងគឺវាដឹងតែរស់បានច្រើនតែម្ដងបន្ទាប់ពីដាក់ដាំនៅក្នុងផើងហើយគឺត្រូវការបាញ់ទឹកវាហ្នឹងគឺយើងបាញ់មកជោគល្មមទេអត់បាញ់ខ្លាំងពេកទេកាលណាយើងបាញ់ឲ្យជោគជាំខ្លាំងពេកគឺផ្កាហ្នឹងងាយនឹងរលួយខ្លាំងណាស់